តែហ្មងឲ្យជាមួយនឹងមេឌីកាគ្រីមបើសិនធ្លាមក24នេះសូមបីតែភ្នែកនៅកូឌីគឺគាត់មកទិញយកទៅដល់ម្ដងហ្មងបងខ្ញុំអត់និយាយលេងសើចទេខ្ញុំថាចុះមក review ស្រាប់តែ stock ចាឥឡូវគឺគេទំតែចូល stock មកវិញឯងបងព្រោះគ្រីមនេះមិនមានតែមួយប្រភេទហ្នឹងឯងព្រោះយើងមានរហូតដល់3ប្រភេទនៅក្នុង stock ហើយខ្ញុំនឹងមកប្រាប់ថាមួយណាដែលសម្រាប់ទៅតាមប្រភេទស្បែកមុខមិន recommend តែម្ដងសម្រាប់គាត់ស្បែកមុខស្ងួតទៅបងព្រោះនេះវាផ្ដល់សំណើមខ្ពស់ហើយនៅដែលគាត់មុខគាត់រៀងរោលរៀងមានមុននេះគឺអាចប្រើបានប៉ុន្តែបើសិនជាមុនខ្លាំងឯងក៏អត់ recommend ដូចគ្នាហើយអានេះគឺជួយបន្តឹងស្បែកយើងกับថយភាពឈឺជ្រួញនៅលើស្បែកយើងបានទៀតហើយផ្ដល់សំណើមបានខ្ពស់សម្រាប់ Medica Cream Zero នេះវិញគឺគេអាប់ដេតថ្មីមកហ្មងអានេះគឺផ្ដល់ទៅលើរណាការពារស្បែកកកខ្សោយជួយទៅលើឲ្យរណាការពារស្បែកកករឹងមាំតែបែរគាត់ស្បែកប្រេង oily skin ដែលសារតែសាច់គេគឺស្រាលខ្លាំងមែនតើអត់ធ្ងន់អត់ខាស់នៅលើស្បែកមុខយើងឯងអានេះគឺផ្ដល់សំណើមមកល្មមស្បែកគាត់រៀងខ្សោយអីហ្នឹងគឺអាចប្រើបានមកដល់ Medica Cream PDON នេះហើយគឺផ្ដល់ទៅលើការបន្តឹងស្បែកជួយពីភាពចាស់ជួយស្បែកយើងតឹងណែនក្មេងជាងវ័យតែម្ដងហើយនេះគឺប្រើបានគ្រប់ប្រភេទស្បែកមុខតែម្ដងហើយហៅបាននៅ Good Day គ្រប់សាខាទាំងអស់ហ្មងឬមកក៏គាត់អាចកំងនៅក្នុង app ឬមកក៏ online ក៏បានដូចគ្នាមានគ្រប់ប្រភេទទាំងអស់ដែលប្រតិបត្តិតាមប្រភេទស្បែកមុខហើយបើសិនជាគាត់មានចម្ងល់អាចឆាតមកពួកយើងពិភាក្សាស្បែកមុខជាមួយនឹងពួកយើងបានដូចគ្នា